បើយោងទៅតាមទ្រុសសររបស់ប្រធានាធិបតីលោក Donald Trump កងកម្លាំងយោធារបស់អាមេរិកនិងកេនីយ៉ាបានរួមគ្នាបើកការប្រតិបត្តិការវាយទៅលើគោលដៅរបស់ក្រុម ISIS នៅភាគឦសានប្រទេសកេនីយ៉ាកាលពីថ្ងៃទី17 ខែឧសភាយោធាអាមេរិកបានបញ្ជាក់ថាប្រតិបត្តិការនេះគឺផ្ដោតទៅលើទីតាំងក្រុមសកម្មប្រយុទ្ធដែលកំពុងតែសកម្មនៅក្នុងតំបន់ចំនួនរដ្ឋបូណូនិងតំបន់ជិតខាងការវាយប្រហារត្រូវបានអនុវត្តដោយកងកម្លាំងពិសេសនិងការគ្រប់គ្រងពីអាកាសដើម្បីបង្ក្រាបបណ្ដាញរបស់ក្រុម ISIS នៅក្នុងតំបន់មន្ត្រីយោធាបាននិយាយថាមិនមានទាហានអាមេរិកឬកេនីយ៉ារងរបួសក្នុងប្រតិបត្តិការនេះទេទោះបីជាយ៉ាងណាមិនទាន់មានព័ត៌មានលម្អិតអំពីចំនួនសមាជិក ISIS ដែលបានស្លាប់ឬការខូចខាតរងរបួសនៅឡើយតំបន់ភាគឦសាននៃកេនីយ៉ាបានប្រឈមនឹងអំពើហិង្សាពីក្រុមជ្រុលនិយមអស់រយៈពេលជាច្រើនឆ្នាំជាពិសេសគឺក្រុមដែលភ្ជាប់ជាមួយនឹងអ៊ីស្លាមរដ្ឋអ៊ីស្លាមនិងបូកូហារ៉ាស់ក្រុមទាំងនេះតែងតែវាយទៅលើយោធានិងប្រជាពលរដ្ឋបណ្ដាលឲ្យមានមនុស្សរាប់ម៉ឺននាក់ស្លាប់និងជម្លៀសខ្លួននិងរងរបួសប្រតិបត្តិការនេះរវាងសហរដ្ឋអាមេរិកនិងកេនីយ៉ាដែលបង្ហាញថាសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅអាហ្វ្រិកខណៈដែលការគំរាមកំហែងពីក្រុម ISIS នៅតែជាបញ្ហាសន្តិសុខដ៏ធំមួយនៅក្នុងតំបន់នេះបើយោងទៅតាមទ្រុសសររបស់ប្រធានាធិបតីលោក Donald Trump មួយដែរយើងក៏លេខទៅមើលរូបភាពនេះវាមិនគួរដែលប្រធានាធិបតីលោក Donald Trump នោះគាត់បានវាយប្រហារទៅលើអតីតប្រធានាធិបតីលោកអូបាម៉ាលោកJoe Biden ហើយនិងអ្នកស្រី Nancy រូបភាពនេះគឺបង្ហាញពីមេមីនយោបាយដែលបង្ហាញពីអតីតប្រធានាធិបតីលោក Donald Trump បានចែករំលែកឬក៏គ្រប់គ្រងសាររិះគន់ទៅលើគណៈបកប្រជាធិបតេយ្យរបស់អាមេរិកនៅក្នុងរូបភាពឬក៏អត្ថបទដែលលោកបានដាក់ថា Duma Track លើ Say Switch ដែលជាការលេងពាក្យបែបចំអកទៅលើគណៈបកដើម្បីគណៈបកប្រជាធិបតេយ្យនឹងរបស់លោកអតីតប្រធានាធិបតីលោក Donald Trump Joe Biden ដើម្បីវាយប្រហារនយោបាយរូបភាពនេះបង្ហាញពីមនុស្សដែលដូចទៅនឹង Barack Obama Joe Biden និង Nancy កំពុងតែឈរនៅក្នុងទឹកកខ្វក់ដើម្បីបង្ហាញការរិះគន់ថាគណៈបកប្រជាធិបតេយ្យពាក់ព័ន្ធនឹងបញ្ហាអនាម័យឬគោលនយោបាយនៅទីក្រុងដែលត្រូវបានអ្នកគ្រប់គ្រងត្រាំរិះគន់រូបភាពនេះតែងតែត្រូវបានប្រើនៅក្នុងបណ្ដាញសង្គមមានដូចជានយោបាយនៅក្នុងសហរដ្ឋអាមេរិកជាពិសេសនៅលើបណ្ដាញសង្គមគោលបំណងគឺដើម្បីបង្កើតការគ្រប់គ្រងពីអ្នកនិយមគណៈបក្សសាធារណរដ្ឋរបស់លោក Donald Trump និងការវាយប្រហារប្រជែងនយោបាយទោះបីជាយ៉ាងណារូបភាពនេះគួរតែត្រូវបានមើលជាការបញ្ចេញមតិនយោបាយនិងការសើចចំអកមិនមែនជាព័ត៌មានផ្លូវការឬផុសតាងពីប្រកបនោះទេនេះបើយោងទៅតាមសារព័ត៌មានមួយទៀតដែរយើងក៏លេខទៅមើលអ៊ីស្រាអែលម្ដងវិញដែរកងទ័ពជើងទឹករបស់អ៊ីស្រាអែលបានស្ទាក់ចាប់ក្បួននាវាមួយដែលកំពុងតែធ្វើអមដំណើរទៅតំបន់កាហ្សានៅជិតកោះ Cyprus យើងមើលថាមិនដឹងថាអ៊ីស្រាអែលគាត់គិតមិនទេនាវាហ្នឹងគឺគាត់បានយកជំនួយមនុស្សធម៌មកជួយនៅតំបន់កាហ្សាប៉ុន្តែកងទ័ពរបស់អ៊ីស្រាអែលហ្នឹងគឺគាត់បានស្ទាក់ចាប់មិនអោយនាវាទាំងអស់ហ្នឹងចូលមកក្នុងតំបន់កាហ្សាដើម្បីជំនួយដល់ស្បៀងឬក៏អាហារជាច្រើនឆ្នាំសង្កៅដើម្បីឲ្យតំបន់កាហ្សានឹងអាចរស់រានមានជីវិតបានទេមើលទៅគាត់ចង់កំទេចតំបន់កាហ្សាអត់ឲ្យមានលឺរស់នៅហើយគិតបញ្ចូលប្រជាជនរបស់គាត់មកឲ្យរស់នៅកាលពីពួកមានមុនខ្ញុំបាននិយាយពីការកាប់បំផ្លាញព្រៃឈើដែរគឺដើមអូលីវនោះគឺប្រជាជនអ៊ីស្រាអែលបានកាប់ដើមអូលីវដែលជា
ដើមមួយដែលគេចាត់ថាជាសម្បត្តិធម្មជាតិនៅតំបន់កាសាដែលជាផុសតាងដើម្បីថាតំបន់កាសានៅរស់រានមានជីវិតបើតាមសេចក្តីរាយការណ៍ថាក្បួននាវានេះមានប្រមាណជា60គ្រឿងដែលមានគោលបំណងគឺបំបែកការលបពត់របស់អ៊ីស្រាអែលនៅតំបន់កាសាព្រមទាំងយកជំនួយមនុស្សធម៌ទៅកាន់តំបន់ប៉ាឡេស្ទីនកាសាដែលកំពុងតែប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរអ្នករៀបចំក្បួននាវាបាននិយាយថាជំនួយរួមមានអាហារផ្សំពេទ្យសម្ភារៈនិងចាំបាច់សម្រាប់ប្រជាជនស៊ីវិលនៅក្នុងតំបន់កាសាស្ទ្រីបពួកគេអះអាងថាបេសកកម្មនេះគឺជាចលនាសន្តិភាពដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីអន្តរជាតិចំពោះស្ថានភាពនៅតំបន់កាសាខណៈដល់ពេលនេះអាជ្ញាធរអ៊ីស្រាអែលបាននិយាយថាការលងពើតំបន់កាសាគឺចាំបាច់សម្រាប់សន្តិសុខជាតិនិងសន្តិសុខជាតិឥឡូវអ៊ីស្រាអែលមានអីតដែរទេតិចអស់ហើយនឹងដើម្បីរារាំងការនាំយកអាវុធទៅកាន់ក្រុមប្រដាប់អាវុធនៅក្នុងតំបន់ព្រឹត្តិការណ៍នេះបានបង្កឲ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីសមាគមអន្តរជាតិនៅខណៈដែលអង្គការសិទ្ធិមនុស្សនិងក្រុមមនុស្សធម៌ជាច្រើនកំពុងតែអំពាវនាវឲ្យមានការបើកផ្លូវជំនួយមនុស្សធម៌ទៅកាន់តំបន់កាសាឲ្យកាន់តែច្រើនម៉ែអំពុងសម្រាប់ភាពដាច់ពូជហ្មងដល់តនអើយ